រឿងគ្រូទាយស្រោចទឹកបងប្អូនណាស្មាតោខ្ញុំរឿងអស់នឹងខ្ញុំបានសិក្សាតិចតួចស្វែងយល់អង្គុយគិតអីចឹងដែរព្រះសម្មាសម្ពុទ្ធក៏លោកមិនបានបដិសេធអំពីរឿងនឹងដែរពីព្រោះក្នុងគម្ពីរដែលគេសរសេរអំពីប្រវត្តិរូបរបស់ព្រះសម្មាសម្ពុទ្ធនឹងក៏និយាយអំពីគ្រូទាយអំពីដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធដែរខ្ញុំមិនដឹងថារឿងនឹងពិតឬអត់ទេប៉ុន្តែបើសិនជាចិត្តរបស់បងប្អូនរួចរំដោះណាខ្ជិលគិតទៅបងប្អូនងាប់ឥឡូវក៏មិនអីងាប់ស្អែកក៏មិនអីអាណាទាយថាអីទៅស្មាតោបងប្អូនណាខ្ញុំនិយាយអញ្ចឹងហាក់បីដូចជាប្រកបបញ្ជាបងប្អូនប៉ុន្តែខ្ញុំឲ្យបងប្អូនគិតពិចារណាអំពីជីវិតរបស់ខ្ញុំបន្តិចជំនាញផ្ទះក៏អត់មានទេវតាស្អីក៏មិនមានសែនស្អីក៏មិនដែលសែនទេវតាចុះមកក៏មិនដែលមានទេវតាចូលឆ្នាំអីមិនដែលមានទាំងអស់តែទេខ្ញុំប្រាប់ទេវតារាល់ដងខ្ញុំថាមិនដឹងឃ្លានអីចាំស៊ីតែផ្ទះខ្ញុំទេផ្ទះគេសែនគ្រប់គ្នាអត់ផ្ទះខ្ញុំមួយក៏វាមិនអីដែរទៅស៊ីផ្ទះផ្សេងទៅមកច្រើនចាំងាប់អត់ផ្ទះខ្ញុំមួយក៏មិនអីហើយជំនាញផ្ទះក៏អញ្ចឹងដែរផ្ទះធំចាំងាប់នៅតាណានៅចាំបាច់ធ្វើផ្ទះអាតូចនឹងមួយនៅបើថាផ្ទះហ្នឹងវាមិនសុបាយចិត្តទៅនៅផ្ទះណានៅទៅដល់ពេលខ្ញុំអញ្ចឹងបងប្អូនតែខ្មោចឲ្យធ្វើខ្ញុំផងរហូតដល់ថ្ងៃខ្ញុំនិយាយរហូតដល់ប៉ុណ្ណេះទៀតខ្ញុំថាជំងឺខ្ញុំបើឈឺត្រូវពាក់ខ្សែកថាវាងាប់ទៅខ្ញុំខ្ជិលពាក់ទៅទៀតខ្ញុំឃើញពាក់ធំធំជាងគេអ្នកស្រែខ្ញុំថាងាប់អាពាក់ខ្សែកថាហើយនៅតែក្រប៉ុណ្ណឹងដឹងខ្លួនទៀតឈរតម្រៀបជួគ្នាបងត្រីបងប្អូនហើយព្រោះនៅតាមស្រុកទេរាប់តាំងពីក្មេងអាយុ3 4 10ឡើងទៅចេះបងសណាញ់10នាក់មានខ្សែកថាប៉ុណ្ណមេជើងប៉ុណ្ណកដៃហ្នឹងណាជុំវិញចកេះហ្នឹងប្រហែល8 9នាក់10នាក់មាន8 4នាក់ខ្សែកថាអូនឡើងខ្មៅស្ទើនឹងចកេះហ្នឹងឯងគាត់តែកលេចឃើញស៊ីបាយសឹងចូលហើយគាត់ពាក់បងប្អូនសូតែពាក់ទៅមានវិឡានៅសំពាក់ឲ្យលហាមប៉ុណ្ណឹងឲ្យនៅតែអត់ដឹងអីទៀតអើយថាងាប់អញ្ចឹងអារឿងស្រោចទឹកអារឿងគ្រូទាយខាប់បលឹងខាប់បលាំងខ្ញុំខ្ជិលគិតតែហ្មងខ្ញុំថារស់នៅធម្មតាដូចគ្មានខ្វល់អីផងគេថាទៅរកគ្រូស្រោចទឹកបានមានខ្ញុំថាខ្ជិលបើមានអញ្ចឹងក៏អញខ្ជិលដល់ពេលយើងមិនចង់បានចង់អីចឹងអាគ្រូអញ្ចឹងក៏មិនដែរយកលុយយើងបានបើអត់ទៅអញ្ចឹងទៅគេសួរថាមានមែនឬអត់ថាជីវិតក្នុងโลกនេះមានច្រើនណាស់បងប្អូនមានច្រើនណាស់ជីវិតក្នុងโลกនេះដូចយើងថាខ្មោចជាបលឹងខ្មោចមិនមែនជាបលឹងទេខ្មោចជាសភាវៈរស់មួយយ៉ាងវារស់ដែរវាកើតហើយតែយើងអត់យល់ពីព្រោះយើងនៅក្នុងកាមភពពួកនៅក្នុងកាមភពតាក់ទងគ្នាតាមភ្នែកច្រមុះអណ្ដាតវានៅក្នុងរូបភពអរូបភពវាតាក់ទងគ្នាតាមសេវាទូរស័ព្ទអីចឹងវាសត្វខ្លះវាអត់ដឹងថាមានយើងមកក្នុងโลกយើងក៏អត់ដឹងថាមានវាដែរយើងសប្ងៃដាក់ទូរស័ព្ទក្នុងកប៉ាល់សេវាទូរស័ព្ទមកទាំងដឹងផងសត្វខ្លះវាតាក់ទងគ្នាតាមរបៀបអញ្ចឹងយើងមិនយល់ទេពុទ្ធលោកសម្ដែងថាម៉េចទេកុំព្យាយាមយល់អំពីសត្វដទៃទី1យល់វាមិនបានដូចថាយើងអត់ចំបោះពីកណើតហើយព្យាយាមយល់ក្លិនយល់វាមិនបានទី2វាអត់ចាំបាច់មានន័យថាយើងអត់ប្រើប្រាស់អានុំទេយើងជាត្រីនៅតែក្នុងទឹកយើងគ្មានដែរជិះឡានទេដូច្នេះមិនបាច់រៀនច្បាប់ចរាចរណ៍ទេវាអញ្ចឹងហេតុខ្ញុំចង់ដឹងថាដឹងវាអត់បានហើយវាអត់ប្រយោជន៍ដល់ពេលអញ្ចឹងខ្ញុំខ្ជិលហើយបើយើងជាប្រធានអង្គប្រជុំផងបងប្អូនតែយើងអត់ចេះកាត់កងអង្គប្រជុំយើងបាចឡាចបដ ாய் ពេលណាយើងយល់អំពីផ្លូវដែលយើងត្រូវដើរពេលអង្គប្រជុំយើងសួររឿងអត់ប្រយោជន៍យើងជាប្រធានអង្គប្រជុំយើងអាចកាត់បានថារឿងនេះអត់ប្រយោជន៍ទេអត់បានការទេហើយលោកតាប្រធានអង្គប្រជុំវាអត់ចេះកាត់កងអានេះសួរនេះក៏ឆ្លើយអានោះសួរនោះក៏ឆ្លើយអានោះសួរនោះក៏ឆ្លើយយូរឡប់ក៏ទាំងអស់សម្រាប់ទស្សនៈរបស់ខ្ញុំផ្ទាល់ការងារទាំងអស់ខ្ញុំតែងតែផ្ទៀងផ្ទាត់ពិតមានប្រយោជន៍រួចត្រូវការគេថាំងមន់ទាជ្រូកគោក្របីតើវាចេះធ្វើអំពើអាក្រក់អត់វាមានប្រវាំងអត់ខ្ញុំថាចាំខ្ញុំទៅសួរវាសិនវាអត់ដឹងបងប្អូនវាអត់ចាំបាច់ទេរឿងអត់នឹងកុំឆ្ងល់ច្រើនពេកជួនកាលអារឿងអត់បានប្រយោជន៍ចឹងទៅជែកគ្នាបានតែហោះទៀតតាអាចារ្យជាពិសេសតាអាចារ្យគាត់ទៅជែកគ្នារឿងហ្នឹងបានតែហោះទៀតឯងអង្គុយមើលពីចង្ងាយទៅអើយតាធ្វើរឿងអត់ប្រយោជន៍មែនតើហ្មងណាបាទមិនរកស៊ីអីធ្វើតាអាចារ្យបានលុយគេចិញ្ចឹមស្រួលបានមានពេលទៅជែករឿងអត់ប្រយោជន៍ចឹងអញ្ចឹងសរុបមកវិញអារឿងបលឹងហ្នឹង 100% ដឹងអត់មានពីព្រោះក្នុងโลกនេះធម្មជាតិទាំងអស់ធ្វើតែពីវត្ថុ2យ៉ាងទី1ធ្វើពីកូនកលាបៈទៅជារបស់ដែលយើងអាចប៉ះបានអានឹងស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាត្រូវតែបែកធ្លាយទី2ធ្វើពីធម្មពលដែលធម្មពលនៅជាប់នឹងរូបដូចអណ្ដាតភ្លើងវានៅជាប់គល់អុកវាទ្រាំនៅមិនបានវាបែកធ្លាយដូច្នេះបើយើងនិយាយអំពីបលឹងយើងសួរថាបលឹងធ្វើពីធាតុអីបើធ្វើពីរូបទាំងឡាយវាតែងតែបែកធ្លាយពុកផុយអញ្ចឹងបលឹងអាផ្សែងធ្វើពីអីបើធ្វើពីធម្មពលណានៅដាច់ពីរូបក្នុងពិភពលោកនេះធម្មជាតិមានតែពីរធឺហ្នឹងមានតែរូបហើយនឹងធម្មពលនៅជាប់នឹងរូប
អារូបទាំងឡាយតែងតែពុកផុយតើពលឹងធ្វើពីអីដោយវាកើតងាប់អាពលឹងនោះផលិតឡើងពីសារធាតុអីសារធាតុរូបបែកធ្លាយសារធាតុធម្មពលនៅជាប់នឹងរូបមានតែពីរធឺហ្នឹងអញ្ចឹងបានខ្ញុំសួរថាព្រះគេនោះដែលបង្កើតផែនដីនោះណាសាច់ព្រះធ្វើពីអីបើសាច់ព្រះធ្វើពីកូនកលាបៈកូនអាតូមត្រូវចងចាំថាកូនអាតូមអត់ស្គាល់ថាសាច់ហ្នឹងសាច់ព្រះទេដឹងតែពុកដឹងតែផុយដឹងតែងាប់បើធ្វើពីធម្មពលមិនដែលនៅដាច់ចេញពីអញ្ចឹងសាច់ព្រះធ្វើអីសរុបមកវិញថាអត់មានព្រះហ្មងថាអត់មានព្រះនិយាយនៅនឹងបានបើនិយាយនៅកដាលប្រទេសមូស្លីមនិយាយឲ្យងាប់ឥឡូវបានទេណាពលនឹងជំនឿសាសនាសរុបសេចក្តីមកវិញសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំសម្រេចចិត្តថារឿងអ្វីមួយដែលខ្ញុំត្រូវធ្វើគឺពិតមានប្រយោជន៍រួចត្រូវកាលអារឿងគ្រូទាយស្រោចទឹកស្រោចអីហ្នឹងបើបងប្អូនមិនអស់ចិត្តទេអាហ្នឹងធ្វើទៅប៉ុន្តែតាមគំនិតរបស់ខ្ញុំអត់ចង់បានអីពីគ្រូទាយរហូតដល់អត់ចង់បានជីវិតអីផងហើយបើមិនស្រោចទឹកត្រូវងាប់ថាងាប់ទៅដល់ពេលយើងអត់រវល់អីអញ្ចឹងវាធម្មតារឿងទាំងអស់ហ្នឹងវាអត់សំខាន់សម្រាប់យើងទេដោយសារថ្ងៃនេះខ្ញុំទៅផ្សាយបន្តផ្ទាល់ផងខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណ